កម្មជនសិទ្ធិរបស់ការពារពេលឃ្លីហើយដោយសារមាននៃការកោះហៅរបស់ប្រជាញ្ញាដើម្បីនិមន្តព្រះអង្គចូលសាកសួរអំពីបញ្ហាទាំងមូលដែលគេចូលប្រកាន់ថាព្រះអង្គរបស់ជាតិជាងបើតាមយើងសង្កេតយើងមើលឃើញថាបញ្ហាប្រសង់គឺមានស្ថាប័នប្រសង់ដើម្បីវិញ្ញាណអំពីបញ្ហាទូរស័ព្ទប្រសង់បើយើងឃើញថានិយាយក្នុងផ្លូវនៃព្រះពុទ្ធសាសនាគឺឃើញថាពីនៃមានតែ4ចំណែកដែលយើងសង្កេតឃើញថាដែលអាចបានទៀតទៅព្រះអង្គទោះដែលអាចកម្ចាត់ប្រសង់ឬក៏ប្រសិទ្ធប្រសង់បានមានតែ4គាត់ញញោមណាមានតែ4ទេទី1គឺការសម្លាប់មនុស្សណាការសម្លាប់មនុស្សទី2គឺសេពមានគុណធម៌ទី3គុណពិសេសណាទី4ទៅលួចត្រប់ទេតែប៉ុណ្ណោះមានតែ4នឹងទេហើយ4តូនហ្នឹងបើនិយាយក្នុងពុទ្ធសាសនាឲ្យចំចម្រៅទៀតគឺពេលណាប្រសង់អង្គដែលប្រព្រឹត្តក្នុងអាការណីយកិច្ចទាំង4ហ្នឹងគឺក្នុងជំនុំសង្ឃដែលមានប្រជាអធិការឬក៏មន្ត្រីសង្ឃដែលមានកំហុសរបស់ព្រះអង្គដើម្បីកាត់ទោសដាក់កំហុសទៅលើព្រះសង្ឃហើយការទៅដាក់លើកំហុសព្រះសង្ឃហ្នឹងការពេលដែលព្រះសង្ឃបានប្រព្រឹត្តខុសហើយគឺអបព្រះសង្ឃលេខសិក្ខាបទហើយក៏ទៅក៏រួចទោសអំពីព្រះសង្ឃទៅក៏អត់មានពាក់ព័ន្ធទៅលើអាជ្ញាធរឬក៏ទៅលើថាបណ្ណាទេយើងទេសូមសាលាដំបងរាជធានីភ្នំពេញដែលបានឲ្យព្រះតេជគុណលួនសវ៉ាដែលជាវរៈសង្ឃដែលបានទទួលពានរង្វាន់